ในคันนี้โกนนะបានឆ្នាំអីចូលរៀនទៅកំពុងតែរៀនខ្លះៗទៅរៀននៅផ្ទះសិនណានៅក្មេងចឹងថ្មនឹកឃើញម៉ែឪខ្លះបខំឲ្យកូនរៀនយកលេខ1ឲ្យខ្លាំងឲ្យប្រកែថ្មថាកុំអាតន់ឲ្យកូនចង់ឲ្យបានបន្ទុកល្អអីហ្នឹងសំខាន់កូនចរិតល្អវិញមែនទេញោមណាបើថ្មស្រឡាញ់របៀបអប់រំនៅជប៉ុនស្រឡាញ់គេចឹងចាស់អឺគេតាំងពីថ្នាក់ទី1រហូតដល់ថ្នាក់ទី4គេឲ្យកូននឹងចេះរបៀបរស់នៅល្អជាជាងបានបន្ទុកល្អឧទាហរណ៍ថាទៅសាលារៀនហ្នឹងចេះគ្រប់ពេលវេលាអត់ចេះបោះបន្ទប់រៀនចេះរៀបចំអីវ៉ាន់ចេះបោះបន្ទប់ទឹកជូតសម្អាតចេះលាងចានអត់ចេះគោរពគ្នាចេះគោរពគ្រូអត់គេអត់ទាន់មានប្រឡងទេគេអត់ចង់ឲ្យក្មេងហ្នឹងប្រណាំងគ្នាដើម្បីយកលេខ1ទេគេចង់ឲ្យក្មេងហ្នឹងคล้ายជាមនុស្សចេះទទួលខុសត្រូវវិញអញ្ចឹងបានគេធ្វើការស្រាវជ្រាវមួយក្មេងដែលម៉ែឪរ៉ាប់រងគេហៅអីគេហ្នឹងក្មេងអីគេតម្រើសអញ្ចឹងហ្នឹងណាហ្នឹងហើយនឹងកូនដែលម៉ែឪដាក់ការងារឲ្យធ្វើបោសផ្ទះជូតផ្ទះលាងចានលាងប្រគុណមានទួនាទីរៀងខ្លួនទំនួលខុសត្រូវកូនដែលមានទំនួលខុសត្រូវហ្នឹងទៅក្នុងសង្គមខាងក្រៅគេជោគជ័យជាងកូនដែលម៉ែឪអីគេតម្រើសភាសាលោកខាងលិចហៅស្ពយដូចថាជួនកាលចេះម៉ែឪពិបាកដល់មានកូនមកអត់ចង់ឲ្យកូនពិបាកដល់ចឹងកូនខូចបដ ாய் បើអាត្មាខ្លួនឯងវិញកាលពេលនៅផ្ទះហើយយើងកូនអ្នកស្រែអានេះកើបាច់គោអានេះច្រូតស្មៅអានេះបោសផ្ទះហ្នឹងហើយងើបឡើងគឺទទួលខុសត្រូវអញ្ចឹងដល់ពេលយើងធំឡើងយើងចេះទទួលខុសត្រូវជីវិតខ្លួនយើងអត់ព្រោះប្រដេកទេចាំបានស្មាឃើញកូនក្មួយថ្មៃបាក់កងឲ្យវាទៅមើលគោមើលអំពែខ្លះហើយក៏ឲ្យវាស្រួលពេកហ្នឹងហើយចឹងត្រឡប់មកវិញថាមួយបដោះកូនហ្នឹងឲ្យคล้ายទៅជាមនុស្សមានចរិតល្អពីក្មេងទៅស្មានិយាយដោយត្រង់អត់សូវចង់ឲ្យម៉ែឪផ្ដោតចិត្តថាកូនឯងទៅរៀនយកលេខ1ឲ្យឈ្នះគេតាំងពីទូអញ្ចឹងណាហើយជួនកាលដាក់គំនាបគ្នាពេកអាហ្នឹងក៏អត់ស្រួលដែរសូវឲ្យកូនហ្នឹងជាកូនល្អទោះជាបន្ទុកហ្នឹងមិនទាន់ល្អមិនក៏ដោយទៅមុខទៀតចាំគិតទីពីព្រោះបន្ទុកល្អវាជារឿងមួយល្អហើយប៉ុន្តែនៅក្នុងជីវិតជាក់ស្ដែងចរិតរឹកពីការចេះរៀបចំខ្លួនល្អមានតម្លៃធៀងជាងបន្ទុកល្អណាញោមបន្ទុកល្អប៉ុន្តែនៅផ្ទះខ្ជិលអត់ធ្វើអីសោះអញ្ចឹងឬក៏ចងេងចងាងអញ្ចឹងណានិយាយអញ្ចឹងមិនមែនន័យថាយើងមិនលើកទឹកចិត្តឲ្យរៀនបានបន្ទុកល្អអីមែនទេដែលបានទាំងព្រមមិននឹងរឿងល្អប៉ុន្តែបើក្មេងវិញថ្មស្រឡាញ់ឲ្យមានចរិតល្អជាជាងយកតែបន្ទុកល្អយ៉ាងណាពីព្រោះសំខាន់ណាស់នៅពេលដែលក្មេងនោះវាដុសអាពូជល្អពីក្មេងទៅអញ្ចឹងបានរឿងក្នុងធម៌អាពុទ្ធសាសនានឹងមិនប្រកាន់រឿងវ័យថាតលចាស់តលទុំបានមកស្ដាប់ធម៌បានអត់ទេទៅបដោះពូជប៉ុនហ្នឹងពីក្មេងទៅកូនហ្នឹងបានប៉ុនហ្នឹងជួយជីវិតគេឲ្យគេមានដូចថាមានប៉ុនហ្នឹងជួយទ្រទ្រង់ឲ្យជៀសផុតពីឧបទ្រពឧបសគ្គអីចឹងណាប៉ុនជួយមែនណាបវាជៀសចឹងទៅវាមិនថាបានទាំងស្រុងអីទេប៉ុន្តែសម្រាលឧបមាថាបាបវាមាន100ប៉ុនយើងទៅជួយទប់បាន30អីចឹងទៅវាថយតិចដែរមិនសូវមានឧបសគ្គច្រើនណាញោមណាមិនសូវមានគ្រោះអនុមោទនា